ទៅដល់ពុកម៉ែបងប្អូនទាំងអស់ខាងវិទ្យុផែនសន្តិភាពរីមានជ័យ01ហើយជាពិសេសសូមអរគុណទៅដល់ឯកឧត្តមសាយសំអាល់បាទកណ្ដាលផែនសន្តិភាពស4បាទបានដឹកនាំថវិកាប្រហែល910000បាទ910000មកសួរសុខទុក្ខអូនជានឹងអូនណមដែលកូនបានទទួលមរណភាពពីមុនអញ្ចឹងថ្ងៃនេះត្រូវថ្ងៃ6កើតណាឆ្នាំខែខែមីជីខែជីហ៎ជាស្អែកខែជីបាទឆ្នាំអាសាញ់សប្តាហ៍ពុទ្ធសករាជ2569បាទត្រូវថ្ងៃទី1ខែមិថុនាណាឆ្នាំ2025បាទថ្ងៃនេះមីបាទចុះជួសុខទុក្ខហើយពីបាទជួតាំងតំណាងឲ្យបងប្រុសបងស្រីទាំងពីរក៏សូមជូនពរជូនជ័យទៅដល់ពុកម៉ែបងប្អូនទាំងអស់ខេត្តសន្តិភាពរីមានជ័យវិទ្យុសារមួយយើងនេះបាទជួសុខទុក្ខថ្ងៃនេះក៏សូមជូនពរជូនជ័យពុកម៉ែបងប្អូនបាទទាំងអស់ឲ្យលោកមានសុខភាពល្អមានកម្លាំងកាយមាំមួនជាពិសេសបាទជូនពរទៅដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់និងជាពិសេសបំផុតជូនទៅដល់ពរទៅដល់បងយុទ្ធមិត្តការពារព្រំដែនខាងមុខសូមឲ្យលោកមានសុខសុវត្ថិភាពទទួលយកជ័យជំនះជាប្រជាពលរដ្ឋយើងឲ្យបានសុខសន្តិភាពនិរន្តរ៍តទៅសូមអរគុណ